ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅបទវិភាគស្ដីអំពីប្រសិទ្ធភាពជាមេដឹកនាំនយោបាយភាគទី1ចាប់ពីសហរដ្ឋអាមេរិកដែលនិពន្ធឡើងដោយលោកសេងសុភ័ណ្ឌមានខ្លឹមសារដូចតទៅមនុស្សកើតមកប្រកបដោយសិទ្ធិសេរីភាពខាងគំនិតនិងការបដិបត្តិជាច្រើនជាពិសេសសម្រាប់មេដឹកនាំដែលជាបុគ្គលសំខាន់គំរូគេនាំមុខគេក្នុងការកំណត់ជោគវាសនារបស់ប្រជាជាតិទូទៅដូច្នេះតើមេដឹកនាំខ្មែរគួរជ្រើសរើសយកផ្លូវមួយណាជាការចាំបាច់ណាស់បើមេដឹកនាំខ្មែរទាំងអស់ពិសេសយុវជនខ្មែរជំនាន់ក្រោយដែលនឹងក្លាយទៅជាមេដឹកនាំនាពេលអនាគតនោះប្រឹងស្វែងយល់យកផ្លូវដែលត្រឹមត្រូវមួយនិងសិក្សាយកគំរូល្អៗតាមមេដឹកនាំខ្មែរពីអតីតកាលនោះព្រមទាំងមេដឹកនាំល្បីៗក្នុងពិភពលោកយ៉ាងនេះសៀវភៅតូចនេះគ្រាន់តែជាអនុសាសន៍និងជាពន្លឺខ្លះៗសម្រាប់មេដឹកនាំខ្មែរទាំងអស់ជាពិសេសគឺយុវជនខ្មែរជំនាន់ក្រោយដើម្បីរៀនសូត្រសម្រាប់ខ្លួនឯងតែប៉ុណ្ណោះភាពចាំបាច់សម្រាប់ភាវៈជាមេដឹកនាំមេដឹកនាំឬអ្នកដឹកនាំជាគោលគំនិតមួយដែលមនុស្សម្នាក់ៗត្រូវតែព្យាយាមស្វែងរកមកទុកនៅក្នុងក្រៅបេះដូងតែរៀងៗខ្លួនបើមនុស្សម្នាក់ៗខ្វះភាវៈជាមេដឹកនាំនៅក្នុងចិត្តហើយគេពិបាកនឹងធ្វើជីវិតឲ្យចម្រើនរុងរឿងខ្លាំងណាស់ខ្មែរយើងភាគច្រើនតែងយល់ថាភាវៈមេដឹកនាំគឺមានសម្រាប់តែប្រមុខរដ្ឋឬអ្នកនយោបាយមួយក្រុមតូចប៉ុណ្ណោះជាការជាក់ស្ដែងប្រទេសដែលប្រកាន់យកលទ្ធិផ្ដាច់ការប្រទេសជាតិទាំងមូលនឹងគ្រប់គ្រងទាំងស្រុងដោយមនុស្សមួយក្រុមតូចតែសម្រាប់យុគបច្ចុប្បន្នជាយុគត្រាស់ដឹង Enlightenment Era បុគ្គលម្នាក់ៗនៅក្នុងប្រទេសមួយគឺជាមេដឹកនាំរាប់ចាប់តាំងពីសមាជិកម្នាក់ៗក្នុងសង្គមគ្រួសារក្នុងភូមិក្នុងស្រុកក្នុងខេត្តក្នុងក្រុងនិងក្នុងប្រទេសត្រូវតែអភិវឌ្ឍភាវៈជាអ្នកដឹកនាំឲ្យមាននៅក្នុងខ្លួនដើម្បីជាភ្នែកជាច្រមុះក្នុងការអភិវឌ្ឍសង្គមរួមគ្នានៅគ្រប់វិស័យតែទោះជាយ៉ាងណាក៏ដោយឋានៈជាអ្នកដឹកនាំក្នុងគ្រួសារនិងអ្នកដឹកនាំសង្គមជាតិទាំងមូលមានភាពខុសគ្នាឆ្ងាយណាស់ព្រោះផលប៉ះទង្គិចពីការដឹកនាំខុសដឹកនាំជ្រុលមានទំហំខុសគ្នាឆ្ងាយណាស់នៅក្នុងសៀវភៅសកលចិន្តារបស់ព្រះភិក្ខុធម្មបាលខៀវជុំភាគទី2ត្រង់ទំព័រទី433បានបញ្ជាក់ថាសង្គ្រាមជាហេតុធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍសង្គមប៉ុន្តែបើមេដឹកនាំគ្មានសមត្ថភាពគ្មានគំនិតសង្គមគ្មានស្មារតីយុត្តិធម៌ចាត់ការគ្រប់គ្រងប្រទេសគ្មានប្រសិទ្ធភាពប្រជាពលរដ្ឋស្ដាប់មិនបានមើលមិនយល់មិនដឹងជាអ្នកដឹកនាំដឹកដៃខ្លួនចង់ដើរផ្លូវណាព្រឹត្តិការណ៍សុខទេសមានសភាពដូចនេះកម្រនឹងគេចផុតពីភាពអនាធិបតេយ្យគឺភាពពឹកពួរចលាចលជាពិសេសភាពរអាក់រអួលរត់រាយស្ដាប់គ្នាលេងកើតរវាងអ្នកដឹកនាំនិងអ្នកដើរតាមនេះជាកត្តាមួយទៀតដែលធ្វើឲ្យការអភិវឌ្ឍចេញមិនរួចបុព្វហេតុនៃការគ្មានសណ្ដាប់ធ្នាប់ដែលជាធាតុជន់ពង្លិចការអភិវឌ្ឍគ្មានមកពីអ្នកណាដទៃទេគឺមកពីអ្នកគ្រប់គ្រងគ្មានសមត្ថភាពគ្មានចំណាត់ការសេដ្ឋកិច្ចនយោបាយសង្គមគិច្ចវប្បធម៌គ្មានប្រសិទ្ធភាពនឹងឯងនិយមន័យពាក្យថាអ្នកដឹកនាំភាសាខ្មែរយើងមានពាក្យជាច្រើនដែលប្រើបញ្ជាក់អត្ថន័យជាអ្នកដឹកនាំដូចជាមេប្រធាននាយកប្រមុខចៅហ្វាយនិងរាជាជាដើមនៅក្នុងវចនានុក្រមទាំងពីរភាគរបស់សម្ដេចព្រះសង្ឃរាជជួនណាតបានឲ្យនិយមន័យពាក្យទាំងនេះដូចតទៅមេមានន័យថាមនុស្សសត្វឬអ្វីៗដែលជាធំជាប្រធានជាចម្បងលើគេប្រធានមានន័យថាមេអ្នកដែលជាមេលើគេដែលជាធំជាងគេនាយកមានន័យថាអ្នកនាំអ្នកដឹកនាំអ្នកត្រួតត្រាប្រមុខមានន័យថាអ្នកដែលជាប្រធានជាធំបំផុតជាចម្បងដែលប្រសើរក្រៃលែងដែលជាឯកជាទី1ចៅហ្វាយមានន័យថាអ្នកជាម្ចាស់ជាអ្នកនាយកលើគេជាអ្នកដែលត្រួតត្រាការនីមួយៗជាធំជាងអ្នកទាំងអស់នៅក្នុងជំពូកនោះរាជាមកពីពាក្យថារាជៈមានន័យតាមរូបស័ព្ទថាអ្នករុងរឿងដោយវិសេសព្រោះមានដេជះក្រៃលែងឬប្រែថាអ្នកញ៉ាំងប្រជាពលរដ្ឋគឺគ្រប់គ្រងប្រជានិករ
ឲ្យមានស្វាមីភាពចំពោះព្រះអង្គព្រោះព្រះអង្គមានសង្ឃៈធម៌4យ៉ាងគឺការឲ្យទេយ្យវត្ថុការពោលវិចារគួរឲ្យចង់ស្ដាប់ការប្រព្រឹត្តអំពើជាប្រយោជន៍ការតាំងព្រះអង្គស្មើគឺប្រារឹកពាឲ្យល្មមពេញចិត្តប្រជារាស្ត្រទាំងពាក្យមេប្រធាននាយកប្រមុខចៅហ្វាយនិងរាជានិច្ចកាលខ្មែរយើងនិយមហៅថាអ្នកដឹកនាំឬថ្នាក់ដឹកនាំឬដោយន័យតាមនាមសព្ទប្រែថាអ្នកដឹកនាំនោះឯងអ្នកដឹកនាំអាចបែងជាពីរពាក្យគឺអ្នកដឹកនិងអ្នកនាំសម្រាប់ការអធិប្បាយវិភាគអំពីប្រសិទ្ធភាពជាមេដឹកនាំនយោបាយមេវិធីដែលមេដឹកនាំខ្មែរគួរបដិបត្តិភាគទី1សូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណ